ចាតិចច្រឡំថានៅស្រុកគេអីបងប្អូនមិនមែនស្រុកគេទេជានៅស្រុកខ្មែរយើងនេះទេគឺនៅ Walk Street ចាផ្លូវដើរថ្មើរជើងនៅមាត់ទន្លេដែលបើកចាប់ពីម៉ោង6ល្ងាចចាម៉ោង6ល្ងាចដូចជាដល់ម៉ោង11យប់បងប្អូនហើយចំពោះតុក្កតាចិននេះគេថាគេជួលមកនេះគឺញាក់សាហាវតែម្ដងពេលកាត់វីដេអូមកបញ្ចូលសំឡេងចាទៅមិនឃើញកូនត្រៀននឹងអង្គុយនៅកណ្ដាលផ្លូវចាចាំមើលតុក្កតានេះចាឈរញាក់ហើយនឹងខ្ញុំក៏ឆ្ងល់ដែរបងប្អូនសុំសួរដែលឆោតមួយនៅក្នុងតុក្កតានឹងមានមនុស្សមែនបងប្អូនហើយឬក៏គេដាក់រសើឬក៏យ៉ាងម៉េចនេះខ្ញុំអត់ដែរដឹងខ្ញុំគិតថាប្រហែលជាមនុស្សនៅក្នុងហ្នឹងព្រោះឃើញមានរាប់មានចលនាដើរឡើងដើរចុះនិយាយពីថា Walk Street នេះអេមសែមផកេបងប្អូនចាគឺថាអាចជិះស៊ីក្លូបានជិះកង់បានចាលើកលែងតែម៉ូតូឡានទេដែលគេមិនឲ្យចូលនៅក្នុងផ្លូវ Walk Street នេះកុំថាឡើយមនុស្សសប្បាយសប្បាយតែគុនឆ្កែក៏សប្បាយដែរដោយសារបានមកលេងហើយឃើញគេឃើញឯងជាពិសេសគឺបានឃើញឆ្កែគ្នាឯងច្រើនដែលមានគេដឹកទៅលេងនៅតាមផ្លូវ Walk Street ណាបងប្អូនពេលបងប្អូនទៅពេលយប់ឡើងគឺថាសបោមែនទែនគឺថាគេដឹកគុនឆ្កែចាដឹកគុនឆ្កែមេឆ្កែដឹកទៅលេងនៅ Walk Street ដែរឲ្យគ្នាបានសប្បាយបានជួបគ្នាអីចឹងណាកាលមុនពេលដែលនាងខ្ញុំដើរហាត់ប្រាណនាងខ្ញុំចេះតែគិតថាទីនេះប្រសិនបើបង្កើតទៅជា Walk Street គឺជាកន្លែងដើរកម្សាន្តនៅពេលរាត្រីចាគឺថាពិតជាល្អខ្លាំងមែនទែនដោយសារតែយើងមានមាត់ទន្លេស្រាប់ហើយនឹងយើងមានផ្លូវធំទលាយស្រាប់តែម្ដងហើយនៅពេលបច្ចុប្បន្ននេះគឺថា Walk Street បើកដំណើរការបានរលូនល្អមែនទែនហើយទទួលបានចំណាត់ថ្នាក់ល្អហើយនឹងមានភ្ញៀវចាទេសចរទាំងជាតិនិងអន្តរជាតិទៅដើរកម្សាន្តនៅពេលរាត្រីជាច្រើនជាភាសាសិនឯបងភាសាមួយស្លាយដល់3000រៀលឯបងមានវិធីសម្រាប់ចាស់មកដល់ថ្មីក្តៅខ្ចៅឯបងចាស់ចូលមើលសិនណាបងមួយស្លាយដល់3000រៀលឯបង Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn